សួរនៅសួស្តីអ្នកនាងចឹងស្វាគមន៍មកកាន់វីដេអូរៀនទិញទំនិញពីប្រទេសចិននៅក្នុងកម្មវិធី Taobao ចឹងចំណុចសំខាន់ដែលខ្ញុំនឹងនិយាយហ្នឹងគឺទាក់ទងជាមួយការទិញទំនិញដែលអត់មានផ្លាក KA99 តែយើងអាចទិញបានមកអញ្ចឹងរាល់ដងយើងទិញទំនិញពីចិនមកខ្មែរទិញដោយជាមួយនឹងការដាក់ខ្សែខាងខ្មែររបស់អ្នកនាងផ្ទាល់មកទិញជាមួយទំនិញដែលមានផ្លាក KA99 ទិញលើសពី99ជាន់ឡើងទៅយើងនឹងទទួលបានការ free delivery អានេះគឺជា promotion របស់គេតែអ្នកនាងមានបំណងចង់ទិញទំនិញតែអ្នកនាងចង់ទិញនៅក្នុង Taobao ហ្នឹងមានបំណងចង់ទិញតើមានផ្លាក KA99 ទេអញ្ចឹងយើងអាចទិញបានអត់អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនាងអញ្ចឹងចំពោះទំនិញដែលអ្នកនាងមានបំណងចង់ទិញហើយចង់ដាក់សាច់ខាងខ្មែរឲ្យគេដឹកមកដល់ខ្មែរហ្មងយើងអាចទិញបានតែយើងត្រូវបង់ថ្លៃដឹកអញ្ចឹងបញ្ជាក់យើងអាចទិញទំនិញដែលអត់មានផ្លាក KA99 បានតែយើងត្រូវបង់ថ្លៃដឹកអញ្ចឹងខ្ញុំនឹងចូលទៅបង្ហាញអ្នកនាងអញ្ចឹងទំនិញមួយនេះអត់មានផ្លាក KA99 ទេយើងចុចចូលមកអញ្ចឹងយើងសាកចុច buy now អូខេអញ្ចឹងមកដល់ផ្ទាំងកន្លែងហ្នឹងទំនិញដែលអត់មាន KA99 យើងក៏អាចទិញមកបានដែរដោយយើងដាក់អាស័យដ្ឋានខ្មែរផ្ទះរបស់យើងផ្ទាល់ហ្មងអញ្ចឹងអ្នកនាងអាចចូលទៅមើលតម្លៃបានអានេះគឺជាតម្លៃទំនិញអូខេអញ្ចឹងចំណុចសំខាន់ដែលយើងត្រូវផ្ដោតទៅលើនោះជម្រើសនៃការ shipping ជម្រើសនៃការដឹកជញ្ជូនអញ្ចឹងយើងដឹងហើយរាល់ដងយើងទិញពីចិនមកខ្មែរទិញដោយដាក់អាស័យដ្ឋានខ្មែរវាមានជម្រើសពីរនេះជម្រើសនេះអញ្ចឹងជម្រើសដែលមានទី1គឺជម្រើសនៃការបង្រួមទំនិញចូលគ្នាបានន័យថាទំនិញហ្នឹងគឺយើងទិញទំនិញដែលធំៗហើយយើងទិញចំណេញច្រើនមុខចូលគ្នាទៅយើងត្រូវចុចទៅបង្រួមតំណែងដែលខ្លួនឯងអញ្ចឹងដូចខ្ញុំបញ្ជាក់ចឹងករណីដែលតំណែងហ្នឹងអត់មាន KA99 ត្រូវបង់ថ្លៃដឹកគឺយើងត្រូវបង់នៅត្រង់កន្លែងហ្នឹងអាហ្នឹងគឺជាជំរើស consolidation ជំរើសនៃការបង្រួមតំណែងគឺយើងត្រូវតែបង់ថ្លៃដឹកនៅត្រង់កន្លែងហ្នឹងអញ្ចឹងគាត់ថាយើងឃើញនេះយើងជ្រើសរើសជំរើសមួយហ្នឹងអញ្ចឹងករណីមួយនេះទៀតគឺជាជំរើស direct shipping បានន័យថាជំរើសហ្នឹងជំរើសមួយហ្នឹងគឺពេលណាដែលចូលទៅដល់ warehouse ឃ្លាំងគេចេញដឹកមកភ្លាមអត់ចាំតំណែងណាទេហើយក៏អត់ត្រូវចាំបាច់បង្រួមតំណែងដែរអញ្ចឹងយើងឃើញថ្លៃដឹកនៅត្រង់កន្លែងហ្នឹងអញ្ចឹងយើងត្រូវបង់ថ្លៃដឹកនៅពេលណាដែលយើងចុចគិតលុយឲ្យហើយអូខេអញ្ចឹងយើងឃើញនេះគឺយើងត្រូវបង់ថ្លៃដឹកនៅពេលណាដែលយើងត្រូវចុចគិតលុយហើយអានេះមួយទៀតនោះគឺគេគិតជាយើងឃើញតម្លៃគឺវាបុកថ្លៃដឹកនៅត្រង់កន្លែងហ្នឹងហើយអញ្ចឹងពីរហ្នឹងគឺវាខុសគ្នាចឹងជំរើសពីរហ្នឹងគឺវាខុសគ្នាមួយត្រូវបង់ថ្លៃដឹកហើយបានថា direct shipping ត្រូវបង់ថ្លៃដឹកហើយបើមានថ្លៃដឹកត្រូវបង់ថ្លៃដឹកហើយបានថាវាតំណែងហ្នឹងចូលដល់ឃ្លាំងភ្លាមចេញដឹកមកភ្លាមអត់មានរងចាំតំណែងណាទេឬក៏អត់មានរងចាំបង្រួមតំណែងណាទេអត់មានត្រូវចុចបង្រួមទេប៉ុន្តែជំរើសដែលត្រូវចុចបង្រួមតំណែងករណីដែលយើងត្រូវចុចបង្រួមតំណែងហ្នឹងវាមានករណីលក្ខខណ្ឌរបស់គេទៀតណាតំណែងហ្នឹងធំឬក៏ក្រោម80គីឡូទំប្រវាយប៉ុន្មានយើងយកជំរើសហ្នឹងទៅតែបើជំរើសតំណែងយើងទុចក្រោម30គីឡូទេយើងយកជំរើស direct shipping ទៅអញ្ចឹងវាខុសគ្នាត្រង់ហ្នឹងអញ្ចឹងបើយើងយកជំរើសបង្រួមតំណែងយើងត្រូវចុចបង្រួមតំណែងដោយខ្លួនឯងហើយគេនឹងគិតថ្លៃដឹកនៅត្រង់កន្លែងហ្នឹងអញ្ចឹងគេដាក់កន្លែងហ្នឹងគេដាក់ថាគេគិត14យួនក្នុង1គីឡូអញ្ចឹងពេលណាទៅដល់ warehouse របស់គេយើងត្រូវមុននឹងចុចបង្រួមតំណែងហ្នឹងគេនឹងថ្លឹងឲ្យគេចុចចេញប្រមាណទៅយើងត្រូវបង់ថ្លៃដឹកប៉ុណ្ណឹងទៅឲ្យខាងគេអញ្ចឹងនៅត្រង់កន្លែងហ្នឹងយើងសុទ្ធតែអាចទិញបានតំណែងអត់មានផ្លាក KA99 ដូចគ្នាទិញទំនិញពីចិនមកខ្មែរដាក់អាស័យដ្ឋានខ្មែរទិញបានគ្នាប៉ុន្តែវាខុសគ្នាត្រង់កន្លែងដែលយើងត្រូវផ្ដោតសំខាន់ហ្នឹងគឺជំរើសនៃការ shipping វាបើអ្នកគ្នាអត់សូវខ្វល់អីច្រើនទេបង់ថ្លៃដឹកហើយតែបើគ្នាអូខេអត់សូវខ្វល់អីច្រើនទេយកអា direct shipping ហ្នឹងទៅអត់សូវគិតខ្វល់រឿងថ្លៃដឹកទៅដល់ថ្លឹង1គីឡូម៉ាក់នៃប្រហែលគិតគុណប្រហែលហ្នឹងអានេះហើយអត់មានចាំបាច់ត្រូវខ្វល់គិតបង្រួមតំណែងចុចអីទេតាចុចទិញភ្លាមគឺគេរៀបចំដឹកមកខ្មែរហ្មងអត់មានត្រូវគិតខ្វល់ភ្លេចត្រូវ alert ឲ្យយើងបង្រួមតំណែងទេព្រោះយើងទិញតែមួយចឹងយើងបាច់ត្រូវចាំបង្រួមតំណែងទេតែបើតំណែងហ្នឹងធំខ្លាំងយ៉ាអាហ្នឹងត្រូវចូលជំរើសទី2ព្រោះវាជំរើសទី2ជំរើសមួយទៀតហ្នឹងអាចជំរើសបង្រួមហ្នឹងគឺលក្ខខណ្ឌរបស់គេក្រោម80គីឡូវាធំចឹងករណីទំនិញហ្នឹងធំទិញអីដែលធំទូឬក៏តុរបស់ធំក្រោម80គីឡូយកអាចជំរើសហ្នឹងទៅតែគេនឹងគិតថ្លៃដឹកនៅពេលដែលចូលទៅដល់ឃ្លាំងគេគិតជាគីឡូអញ្ចឹងជំរើសពីរហ្នឹងវាខុសគ្នាត្រង់អញ្ចឹងដូចបញ្ជាក់អញ្ចឹងអ្នកគ្នាអាចប្រើ translate បញ្ជាក់បានដើម្បីបញ្ជាក់ខ្លួនឯងអញ្ចឹងណាដើម្បីដឹងថាអូខេយកជំរើសមួយណាដែលត្រឹមត្រូវសុទ្ធតែអាចទិញបានទាំងអស់ជាមួយការដាក់អាស័យដ្ឋានខ្មែរទោះបីទំនិញមួយនោះมันមាន K99 ក៏ដោយតែបញ្ជាក់ត្រូវបង់ថ្លៃដឹកអញ្ចឹងថ្លៃដឹកប៉ុន្មានវាទៅតាមទំនិញហើយទៅតាមជំរើសដែលយើងត្រូវរើសយក direct shipping យើងអត់ចាំបាច់ខ្វល់ច្រើនបង់ថ្លៃដឹកនៅពេលដែលយើងចុច payment ហ្នឹងហើយគឺចប់តែបើយើងយកជំរើសនៃការ consolidation ជំរើសបង្រួមតំណែងណាជំរើសហ្នឹងគឺស័ក្តិសមបំផុតសម្រាប់តំណែងធំមិនមែនថាសុទ្ធទី1 direct shipping អត់បង្រួមទេជំរើស consolidation គឺតំណែងហ្នឹងធំព្រួយលក្ខខណ្ឌគេឲ្យក្រោម80គីឡូទំប្រវែងម៉ាក់អីចឹងទៅអញ្ចឹងពេលដែលទៅចូលទៅដល់ warehouse ហ្នឹងគេឲ្យយើងត្រូវចុចបង្រួមតំណែងមុននឹងចុចអាចបង្រួមតំណែងចេញមកបានហ្នឹងគេមានដាក់ថ្លៃដឹកហើយអញ្ចឹងអ្នកគ្នាត្រូវបង់ថ្លៃដឹកនៅត្រង់កន្លែងហ្នឹងហើយទើបអាចចុចឲ្យខាង warehouse ហ្នឹងគេបញ្ចេញតំណែងឲ្យយើងបើយើងអត់បង់ទេគឺតំណែងនេះគេអត់បញ្ចេញឲ្យយើងទេ
បញ្ជាក់នៅត្រង់កន្លែងហ្នឹងហើយបើអត់ចង់ខ្វល់អីច្រើនទេយក direct shipping ទៅចូលដល់ឃ្លាំងភ្លាមយើងបង់ថ្លៃដឹកហើយអស់ហើយហ្នឹងអញ្ចឹងអត់មានត្រូវបង់អីទៀតទេមានត្រូវខ្វល់អីទៀតទេតែអានោះគេត្រូវដល់ឃ្លាំងគេថ្លឹងបានគេចេញថ្លៃដឹកឲ្យយើងត្រូវបង់ទៅគេបញ្ជូនទំនិញហ្នឹងចេញមកឲ្យយើងអញ្ចឹងនៅក្នុងកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់គ្នាយើងអាចទិញបានទំនិញទាំងអស់ទោះបីមិនមានឬក៏មានក៏ដោយអញ្ចឹងអរគុណអ្នកគ្នាសម្រាប់ការតាមដានសូណាអាចជួបគ្នានៅវីដេអូក្រោយទៀតទាក់ទងនឹងការទិញទំនិញពីចិនមកខ្មែរក្នុងកម្មវិធី Taobao បើអ្នកជាអ្នកមើលថ្មីកុំភ្លេចចុច like comment និង subscribe ផងសួស្តីអ្នកគ្នា